ប្រវត្តិនៃប្រាសាទតាមុនធំប្រាសាទតាមុនធំគឺជាសំណង់ស្ថាបត្យកម្មដ៏សំខាន់មួយរបស់ខ្មែរដែលស្ថិតនៅចន្លោះភ្នំដងរែកនិងជាផ្នែកមួយនៃបណ្ដាញផ្លូវបុរាណដែលតភ្ជាប់ជារាជធានីពីអង្គរទៅកាន់តំបន់ផ្សេងៗទៀតនៃរាជាណាចក្រខ្មែរប្រវត្តិរបស់ប្រាសាទនេះគឺមានភាពសម្បូរបែបនិងឆ្លងកាត់នៅសម័យកាលសំខាន់ជាច្រើនកំណើតនិងការកសាងដំបូងចុងសតវត្សទី10និងដើមសតវត្សទី11ការកសាងប្រាសាទតាមុនធំត្រូវបានគេជឿថាចាប់ផ្ដើមឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី5ដែលគ្រងរាជ្យពីឆ្នាំ968ដល់1001នៃគ្រិស្តសករាជហើយបានបន្តរហូតដល់រជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ដែលគ្រងរាជ្យពីឆ្នាំ1002ដល់1050នៃគ្រិស្តសករាជនេះធ្វើឲ្យប្រាសាទមានលក្ខណៈពិសេសត្រង់ថាវាឆ្លុះបញ្ចាំងអំពីរចនាបថបាយ័នក្នុងសម័យរបស់ព្រះបាទជ័យវរ្ម័នទី5និងរចនាបថឃ្លាំងក្នុងសម័យរបស់ព្រះបាទសូរ្យវរ្ម័នទី1និងបានវិវត្តទៅដល់រចនាបថបាពួនក្រោយមកព្រះបាទជ័យវរ្ម័នទី5ទ្រង់គឺជាស្ដេចមួយអង្គដែលមានមហិច្ឆតាខ្ពស់នៅក្នុងការកសាងប្រាសាទនិងហេដ្ឋារចនាសម្ព័ន្ធក្នុងរជ្ជកាលរបស់ទ្រង់ប្រាសាទជាច្រើនត្រូវបានចាប់ផ្ដើមសាងសង់និងពង្រីកប្រាសាទតាមុនធំក៏ដូចជាប្រាសាទដទៃទៀតតាមបណ្ដាញផ្លូវបុរាណគឺត្រូវបានសាងសង់ឡើងដើម្បីបម្រើនៅក្នុងគោលបំណងសាសនាផងនិងយុទ្ធសាស្ត្រផងព្រះបាទសូរ្យវរ្ម័នទី2ទ្រង់បានបន្តគម្រោងសាងសង់ជាច្រើនរបស់ព្រះបាទជ័យវរ្ម័នទី5នៅក្នុងរជ្ជកាលរបស់ទ្រង់អាណាចក្រខ្មែរមានភាពរឹងមាំនិងមានការពង្រីកទឹកដីប្រាសាទតាមុនធំត្រូវបានបញ្ចប់និងពង្រីកនៅក្នុងរជ្ជកាលនេះដោយឆ្លុះបញ្ចាំងពីការរីកចម្រើននៃសិល្បៈនិងស្ថាបត្យកម្មខ្មែរប្រាសាទតាមុនធំត្រូវបានឧទ្ទិសទៅដល់ព្រះសិវៈនៅក្នុងលទ្ធិព្រហ្មញ្ញសាសនាដែលជាសាសនារបស់រដ្ឋនៅក្នុងសម័យកាលនោះតួនាទីជារោគសាលាមន្ទីរពេទ្យនិងផ្លូវបុរាណអ្វីដែលធ្វើឲ្យប្រាសាទតាមុនមានភាពលេចធ្លោជាងប្រាសាទដទៃទៀតគឺតួនាទីរបស់វាជាអារោគសាលាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យជាង102ដែលត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី7ដែលបានគ្រងរាជ្យនៅឆ្នាំ1181ដល់1218នៃគ្រិស្តសករាជទោះបីជាការកសាងដំបូងមានតាំងពីមុនសម័យបាយ័នក៏ដោយប្រាសាទនេះត្រូវបានកែប្រែនិងពង្រីកបន្ថែមដើម្បីបម្រើជាកន្លែងព្យាបាលមនុស្សការរកឃើញនៅសិលាចារឹកដែលរៀបរាប់អំពីការសាងសង់នៅអារោគយសាលាបញ្ជាក់យ៉ាងច្បាស់អំពីមុខងារនេះប្រាសាទតាមុនធំក៏ជាចំណុចសំខាន់មួយនៅលើផ្លូវបុរាណដែលជាបណ្ដាញផ្លូវធំតភ្ជាប់ពីក្រុងអង្គរទៅកាន់តំបន់ភិម័យគឺនៅប្រទេសថៃបច្ចុប្បន្ននិងតំបន់ផ្សេងទៀតនៃភាគពាយព្យនៃអាណាចក្រខ្មែរនៅតាមបណ្ដោយផ្លូវទាំងនេះគេបានសាងសង់ប្រាសាទតូចផ្ទះសំណាក់ធរសាលានិងអារោគយសាលាដើម្បីបម្រើដល់ការធ្វើដំណើររបស់ព្រះមហាក្សត្រមន្ត្រីរាជការឈ្មួញប្រជាជននេះបង្ហាញពីការរៀបចំផែនការយ៉ាងល្អិតល្អន់របស់អាណាចក្រខ្មែរនៅក្នុងការគ្រប់គ្រងនិងថែរក្សាសុខុមាលភាពរបស់ប្រជាជន